វីដេអូមួយនេះសម្រាប់គ្នាយើងទី12ខ្ញុំជឿថាគ្នាយើងទី12ពួកគាត់ប្រកាសជាមានការយល់ដឹងបានច្រើនហើយតើតើជាមួយនឹងការត្រៀមខ្លួនទៅលើការប្រឡងបាក់ឌុបហើយប្រហែលជាក្នុងពេលឥឡូវនេះគឺពួកគាត់កំពុងតែបំពេញញឹកទៅលើការមើលមេរៀនទៅលើការធ្វើលំហាត់អីចឹងទៅប៉ុន្តែនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមិននិយាយតើតើជាមួយនឹងបញ្ហាអស់តែនឹងទៀតទេគឺខ្ញុំនឹងផ្ដោតសំខាន់ទៅលើទម្លាប់រស់នៅប្រចាំថ្ងៃជាមួយនឹងការដាស់តឿនខ្លួនឯងដែលនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមាន3ចំណុចហើយ3ចំណុចនេះខ្ញុំជឿថាវានឹងជាឥទ្ធិពលល្អវានឹងនាំនៅផលវិជ្ជមានច្រើនខ្លាំងមែនទែនជូនអ្នកទាំងអស់គ្នាជាពិសេសនៅក្នុងពេលនេះតែម្ដងគឺជាពេលដែលយើងកំពុងតែត្រៀមខ្លួនទៅលើការប្រឡងបាក់ឌុបមួយតើយើងបានខំខ្លាំងប៉ុណ្ណាហើយខ្ញុំរៀនមុខវិជ្ជាមួយនេះមិនចេះទេនេះគឺជា clear មួយដែលខ្ញុំនឹកឃើញមុនគេរាល់ពេលដែលខ្ញុំកលេចទៅឃើញលំហាត់រាល់ពេលដែលខ្ញុំកលេចទៅឃើញសំណួរដែលតាក់ទិនជាមួយនឹងមុខវិជ្ជាដែលខ្ញុំរៀនខ្សោយហើយមកដល់សប្តាហ៍ថ្ងៃនេះឲ្យតែខ្ញុំនឹកឃើញតែកាន់រឿងនឹងម្ដងគឺខ្ញុំហួសចិត្តជាមួយនឹងខ្លួនឯងខ្លាំងមែនតើក៏ដោយសារតែនៅពេលហ្នឹងគឺខ្ញុំតែងតែនិយាយថាខ្ញុំរៀនមុខវិជ្ជាមួយនឹងមិនចេះទាំងតែខ្ញុំមិនទាន់បានខំប្រឹងរៀនវាផងហើយខ្ញុំតែងតែលើកឡើងថាខ្ញុំគ្មានថ្ងៃនឹងរៀនវាចេះទាំងដែលខ្ញុំទើបតែចាប់ដើមខិតខំប្រឹងប្រែងរៀនបានរយៈពេល 2-3 ថ្ងៃឬមួយក៏ទើបតែអស់មួយរយៈពេលខ្លីតែប៉ុណ្ណោះហើយខ្ញុំគិតថាពេលយើងមិនតិចទេដែលកំពុងតែមានបញ្ហាមួយនៅក្នុងខ្លួនគឺជាបញ្ហាដែលតាក់ទិនជាមួយនឹងមុខវិជ្ជាដែលយើងមិនចូលចិត្តមុខវិជ្ជាដែលយើងរៀនខ្សោយនឹងតែម្ដងហើយអ្នកនេះអាចសង្កេតមើលខ្លួនឯងបានថាតើមុខវិជ្ជាអ្វីដែលយើងរៀនមិនចេះមុខវិជ្ជាអ្វីដែលយើងខ្សោយហ្នឹងអញ្ចឹងយើងសាកសង្កេតមើលថារាល់ពេលដែលយើងឃើញលំហាត់រាល់ពេលដែលយើងឃើញអ្វីក៏ដោយឲ្យតែតាក់ទិនជាមួយនឹងមុខវិជ្ជាមួយហ្នឹងតើយើងមានអារម្មណ៍បែបម៉េចចំពោះមុខវិជ្ជាមួយហ្នឹងឬមួយក៏យើងមានអារម្មណ៍បែបម៉េចចំពោះអ្វីដែលយើងកំពុងតែឃើញហ្នឹងបើតាមជាបទពិសោធន៍របស់ខ្ញុំផ្ទាល់នៅពេលហ្នឹងគឺខ្ញុំខ្សោយគីមីខ្លាំងមែនតើហើយគ្រប់ពេលដែលខ្ញុំឃើញលំហាត់គ្រប់ពេលដែលខ្ញុំឃើញសំណួរដែលតាក់ទិនជាមួយនឹងមុខវិជ្ជាគីមីគឺខ្ញុំតែងតែឆ្កឹះយកនៅលេសគឺខ្ញុំតែងតែរកលេសដោះសារចំពោះខ្លួនឯងថាគឺខ្ញុំរៀនវាមិនចេះហើយខ្ញុំមិនចង់រៀនវាតែម្ដងអញ្ចឹងអានេះវាគឺជាបញ្ហាគោលតែម្ដងដែលធ្វើឲ្យយើងរៀននៅមុខវិជ្ជាមួយនឹងមិនចេះគឺកើតចេញពីចិត្តកើតចេញពីគំនិតរបស់យើងដែលយើងចេះតែដាក់ព្រំដែនមកលើខ្លួនឯងថាយើងរៀនវាមិនចេះទាំងដែលយើងកំពុងតែអង្គុយនិយាយយើងកំពុងតែអង្គុយរអ៊ូទាំងដែលយើងមិនបានទៅដាក់ការគិតខំប្រឹងប្រែងរៀនសូត្រវានៅឡើយហើយពេលខ្លះយើងខំដែរប៉ុន្តែយើងទើបតែខំបានមួយថ្ងៃពីរថ្ងៃឬមួយក៏ខំបានមួយអាទិត្យពីរអាទិត្យយើងក៏ចាប់ដើមទម្លាក់ដៃមកវិញដោយសារតែយើងមើលឃើញថាការខិតខំប្រឹងប្រែងរបស់យើងអស់មួយរយៈពេលដែរប៉ុន្តែវាហាក់បីដូចជាអត់មានអ្វីឬចម្រើនចំពោះខ្លួនឯងសោះអញ្ចឹងរាល់ពេលដែលចិត្តរបស់យើងរាល់ពេលដែលខួរក្បាលរបស់យើងវាតែងតែលើកហេតុផលថាយើងរៀនមុខវិជ្ជាមួយនឹងមិនចេះទេចូលសួរត្រឡប់មកកាន់ខ្លួនឯងវិញថាតើយើងបានខំរៀនវាខ្លាំងប៉ុណ្ណាហើយតើយើងបានចាយពេលវេលាជាមួយវាបានល្អប៉ុណ្ណាហើយតើក្នុងពេលមួយថ្ងៃយើងចាយពេលរៀនវាបានប្រហែលម៉ោងហើយមួយអាទិត្យយើងបានចាយពេលរៀនជាមួយវាបានប្រហែលម៉ោងហើយទើបបានជាពេលនេះយើងចេះតែនិយាយថាយើងរៀនមិនចេះយើងរៀនមិនចូលអញ្ចឹងអានេះគឺជាចំណុចមួយដែលខ្ញុំគិតថាវាសាមញ្ញទេប៉ុន្តែជាអ្វីមួយដែលគ្រាយើងភាគច្រើនគឺមើលរំលងច្រើនខ្លាំងមែនទែនចឹងអ្នកខ្លះសង្កេតមើលខ្លួនឯងថារាល់នៅមុខវិជ្ជាដែលយើងមិនចេះមុខវិជ្ជាដែលយើងមិនចូលចិត្តតើយើងចាយពេលជាមួយវាបានច្រើនប៉ុណ្ណាហើយខ្ញុំគិតថាភាគច្រើនគឺចាយពេលបានតិចខ្លាំងមែនតើខ្ញុំទទួលស្គាល់ថាការបង្ខំខ្លួនឯងឲ្យទៅអង្គុយរៀនមុខវិជ្ជាដែលខ្លួនឯងមិនចូលចិត្តមុខវិជ្ជាដែលខ្លួនឯងរៀនខ្សោយគឺជារឿងមួយដែលពិបាកខ្លាំងមែនតើប៉ុន្តែយើងចូលប្រាប់ខ្លួនឯងថាវាគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចជួយយើងដោះស្រាយនៅបញ្ហាមួយនេះបានខិតខំប្រឹងប្រែងឲ្យខ្លាំងទៅព្រោះឱកាសមិនមែនជាតែមានទេ2តែថ្ងៃស្អែកខ្ញុំគួរធ្វើអ្វីខ្លះបើសិនជាគ្នាយើងចេះសួរសំណួរបែបនេះមកកាន់ខ្លួនឯងខ្ញុំជឿថាថ្ងៃនីមួយៗរបស់អ្នកទាំងអស់គ្នានឹងកាន់តែមានភាពជាក់លាក់ជាងមុនខ្ញុំក៏អាចដាក់ឈ្មោះឲ្យចំណុចមួយនេះបានម្យ៉ាងទៀតថាគឺជាការរៀបចំកាលវិភាគនៅក្នុងរយៈពេលខ្លីហើយវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនជាពិសេសគឺសម្រាប់គ្នាយើងដែលពួកគាត់មិនសូវជាចេះមិនសូវជាចំណាំទៅលើការរៀបចំកាលវិភាគរៀននៅខ្លួនឯងនឹងតែម្ដងហើយចំពោះការប្រតិបត្តិនៅចំណុចមួយនេះគឺវាគ្មានអីដែលគួរឲ្យស្មុគស្មាញច្រើនទេយើងគ្រាន់តែនឹកយើងគ្រាន់តែអង្គុយគិតថាតើយើងគួរតែរៀនអីខ្លះនៅសម្រាប់ថ្ងៃស្អែកអញ្ចឹងយើងព្រៀមទុកទៅយើងក្រងទុកទៅហើយថ្ងៃស្អែកមកដល់យើងចាប់ដើមរៀនតាមអ្វីដែលយើងបានរៀបចំទុកនឹងតែម្ដងប៉ុន្តែសូមឲ្យច្បាស់ចំពោះខ្លួនឯងថារាល់ម៉ោងរាល់មុខវិជ្ជាដែលយើងបានដាក់បញ្ចូលនៅក្នុងថ្ងៃនីមួយៗរបស់យើងហ្នឹងសូមផ្ដល់អាទិភាពទៅកាន់មុខវិជ្ជាដែលយើងរៀនខ្សោយចំពោះមុខវិជ្ជាដែលយើងមិនចេះហ្នឹងឲ្យបានច្រើនជាជាងមុខវិជ្ជាណាទាំងអស់អញ្ចឹងមកដល់ចំណុចត្រង់នេះគឺយើងខ្លះពួកគាត់ប្រហែលជាឆ្ងល់ដែរថាចាំបាច់រៀបចំចាំបាច់ក្រុងទុកសម្រាប់ថ្ងៃនីមួយៗទៅអីមិនចាំដល់ពេលដែលយើងចង់រៀនមិនចាំដល់ពេលដែលយើងនឹកឃើញតែចង់រៀនចាំតែរៀនទៅអញ្ចឹងអាហ្នឹងក៏វាអត់មានអីទោះខុសដែរយើងអាចធ្វើអញ្ចឹងបានប៉ុន្តែបើតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំរាល់ពេលដែលខ្ញុំរៀនតាមអារម្មណ៍រាល់ពេលដែលខ្ញុំរៀនតាមការនឹកឃើញរបស់ខ្ញុំគ
គួរក្បាលរបស់ខ្ញុំអារម្មណ៍របស់ខ្ញុំវានឹងទាញខ្ញុំឲ្យទៅរៀនទៅលើមុខវិជ្ជាណាដែលខ្ញុំចាប់បានច្រើនទៅលើមុខវិជ្ជាណាដែលខ្ញុំចូលចិត្តទៅលើមុខវិជ្ជាណាដែលខ្ញុំចេះតែប៉ុណ្ណោះចំពោះមុខវិជ្ជាដែលខ្ញុំមិនចេះចំពោះមុខវិជ្ជាដែលខ្ញុំមិនចូលចិត្តច្បាស់ណាស់ថាប្រកាសជាបោះចោលនៅគៀនជាងជាក់ជាមិនខានហើយក៏មិនមែនមានន័យថាយើងអនុវត្តនៅចំណុចមួយនេះហើយធ្វើឲ្យយើងអាចលុបបំបាត់ឬមួយក៏យើងអាចដោះស្រាយនៅបញ្ហាមួយនេះបានទាំងស្រុងទេពីព្រោះថាទម្លាប់មួយនេះវាគ្រាន់តែជាសារដាស់តឿនវាគ្រាន់តែជាការក្រើនរំលឹកមួយភាគតូចសម្រាប់យើងទេអញ្ចឹងការរៀនឬមិនរៀនក៏វានៅតែអាស្រ័យទៅលើខ្លួនយើងម្នាក់ៗដែរហើយចំណុចមួយនេះបើសិនជាអ្នកនរគ្នាចង់អនុវត្តចង់ទាញផលប្រយោជន៍ចេញពីវាឲ្យបានច្រើនលុះត្រាណាតែយើងមានវិន័យចំពោះខ្លួនឯងឲ្យបានខ្លាំងទើបយើងអាចអនុវត្តវាហើយទទួលបានលទ្ធផលល្អជាធម្មតាទេអារឿងហ្នឹងបើសិនជាចំពោះខ្ញុំវិញក៏ខ្ញុំជួបជាមួយនឹងបញ្ហាមួយនឹងដែរគឺនៅពេលដែលយើងចាប់ដើមអនុវត្តវាដំបូងហ្នឹងគឺនៅពេលហ្នឹងគឺជាពេលមួយដែលយើងជួបបញ្ហាហើយគឺជាបញ្ហាដែលយើងតែងតែរកលេសដែលយើងតែងតែដោះសារហើយរត់គេចចេញពីការវិភាគចេញពីអ្វីដែលយើងបានគ្រោងទុកសម្រាប់ធ្វើនៅក្នុងថ្ងៃហ្នឹងតែម្ដងជាក់ស្ដែងដូចជាពេលដែលខ្ញុំនៅរៀនអញ្ចឹងខ្ញុំរៀបចំការវិភាគឲ្យមកស្អាតសម្រាប់យប់ហ្នឹងហើយស្អែកឡើងហ្នឹងគឺខ្ញុំចាប់ដើមធ្វើតាមការវិភាគហ្នឹងប៉ុន្តែថ្ងៃស្អែកមកដល់គឺខ្ញុំចាប់ដើមរកលេសគឺខ្ញុំចាប់ដើមលើកហេតុផលថាខ្ញុំហត់ខ្ញុំរវល់ធ្វើនេះធ្វើនោះហើយខ្ញុំក៏រត់គេចខ្ញុំក៏អត់ធ្វើតាមអ្វីដែលខ្ញុំបានរៀបចំទៅអញ្ចឹងអានេះគឺជាបញ្ហាតូចមួយដែលយើងត្រូវតែជួបហើយអញ្ចឹងចង់ឬមិនចង់គឺខ្ញុំចង់ឲ្យអ្នកនរគ្នាព្យាយាមអត់ធ្មត់ព្យាយាមខំមកសង្កត់ចិត្តហើយខ្ញុំគិតថាពេលវេលា2ខែជាងទៀតនេះគឺវាមិនសល់ប្រហែលជាមិនច្រើនទេហើយវាក៏សល់ពេលប្រហែលមិនតិចពេកដែរគឺមកល្មមមកឲ្យអ្នកនរគ្នាអាចដាក់ការកិត្តខំប្រឹងប្រែងហើយព្យាយាមស្វែងរកលទ្ធផលល្អជូនខ្លួនឯងបាននៅក្នុងថ្ងៃប្រឡងហើយខ្ញុំនៅតែជឿជាក់ទៅលើអ្នកនរគ្នាថាអ្នកនរគ្នាប្រកាសជាអាចធ្វើបានអ្នកនរគ្នាប្រកាសជាអាចនាំយកលទ្ធផលល្អជូនខ្លួនឯងបានជាពិសេសគឺជូនប៉ាម៉ាក់របស់អ្នកនរគ្នាតែម្ដងអញ្ចឹងចំណុចទី3នេះគឺជាចំណុចដែលសំខាន់ជាងគេគឺជាចំណុចដែលយើងត្រូវតែអនុវត្តភ្លាមតែម្ដងនោះគឺទម្លាក់ទូរស័ព្ទចុះហើយចាប់ដើមថ្ងៃថ្មីរបស់អ្នក